để vì ba nơi tô này để bà ông phải nhặt thì khá bọt ấy nâng cứ đôi tòm trên đây to chẳng nâng này rồi xây cái đây ở thôn nông cả tòm nâng đời xa lô phẹ nó bị tròn rồi đợt to tới là tô xạ nó có nòm ơi rồi bát nòm ơi miền tô trục sờ ấy từ bàn đó năng này chạy từ phần đào ấy từ tam lục hệ năng đen rồi mày thon ở thòm ấy chẳng tờ hay tổ xã đôi đôi thà mà nút sự vách cả hạ ấy chẳng tờ năng này năng từ cái lệ thằng ở năng để chỉ mày rô cả nơi nòng chặt sần đà nắng chẳng về chạy từ áo tròn chẳng cứ trời miền thì khả bọt nắng chỉ cả tòm là ngày sang và ra bà thì máu cả sang và ra anh thì dễ sang và ra là chỉ cả vi là ngày tòm chùm này to nó trời ọt thuần là ngày pra cái đây ọt thuần chỉ tập bạ thua đọt đòm nâng là ngày nông có sao là thua sẽ tệ trời pra đây ọt thuần đây chi diêm là ngày hành tệ sang và ra vì dễ sang và ra nâng bàn chỉ trời pra đây ọt thuần đây chi diêm nó mà vì ấy mà vì cái lẽ nó mình ai ra từ bán nơi có sao là thua nâng nâng ngày nông ca dân sẽ đập và thua nó coi chân toàn là dân miền có sao là thua khăn chẳng tới năng ảnh sập bài đi đây miền thì đây sóc nông ca ta tua cho và thua nông và trai bể đỏ bẹt cả tha màu của bẹt bà bị bắt từ đời tây tệ mà pa màu chia sọc sau mà no năng chẳng tới năng cứ có sao là thua chầm ra tới miền ấy chỉ sọc phần tại đó tới miền kỷ lệ cả đang đôi chia cam chăn tệ chia bạt tệឬក៏ខ្ជិលអីចឹងទៅហ្នឹងហើយចង់ប្រឆាំងហ្នឹងហើយចង់ប្រឆាំងជាមួយនឹងអាខ្ជិលហ្នឹងអញ្ចឹងវាធ្វើឲ្យមានភាពតាមតឹងកើតឡើងដូចជាហែលបញ្ច្រាស់កសែទឹកអញ្ចឹងហ្នឹងតែខំប្រឹងហែលបញ្ច្រាស់បដិសោតទៅគាមីហ្នឹងគឺកល្យានបឋិជនព្រះសោតាបានប្រសក្តិគាមីនៅក្នុងបកលបញ្ញត្តិពួក4ណានឹងបានព្រះប្រធានលោកចែកបដិសោតទៅគាមីហ្នឹងបញ្ជាកល្យានថយជនព្រះសោតាបានប្រសក្តិគាមីបើនៅក្នុងអង្គត្រនិកាយចតុកនិបាតអត់បានប្រាប់ថាជាបុគ្គលណាឲ្យច្បាស់គ្រាន់តែយើងអាចដឹងបានព្រោះអនុសោតគាមីនោះជាអន្តៈបឋិជនហ្នឹងវាទៅតាមកខ្សែនៃតណ្ហាខ្សែនៃបាបហើយដល់មកបដិសោតគាមីហើយបានទៅដល់ទីរៈបានជាព្រះអនាគាមីហ្នឹងបានប្រាប់ជាព្រះអនាគាមីហើយឡើងលើគោកជាព្រះអរហន្តនឹងយើងក៏ទំនងជាដឹងបានតើជាកល្យានបឋិជនព្រះសោតាបានប្រសក្តិគាមីហើយបដិសោតគាមីហ្នឹងហើយព្រោះនៅមានកសែនៃតណ្ហាណាអញ្ចឹងវាទៅតាមចំណងហ្នឹងតែដល់ទៅខំប្រឹងហែលបញ្ច្រាស់ពីតណ្ហាហ្នឹងដោយព្រះអង្គគង់នៅត្រើយនេះអញ្ចឹងថាកុំទៅតាមកសែទឹកហ្នឹងវាត្រូវលបាក់ធ្លាក់ទៅបាត់បង់ជីវិតឬក៏ត្រូវជាចំណីអមនុស្សត្រីកាចអីពើឆ្លាមកអីចឹងទៅអ្នកដែលជឿខំប្រឹងហែលពិច្រាស់អ្នកដែលអត់ជឿអត់ទេហ្នឹងហើយព្រោះវាមានរតនវត្ថុវាមានវ័យជាទីត្រេកអរជាទីរីករាយហ្នឹងហើយវាត្រូវនឹងអាឃ្លានចំណងចង់ហ្នឹងតែវាឃ្លានចឹងទៅវាសម្គាល់ឲ្យឃើញថាវ័យដែលជាវត្ថុកាមគុណហ្នឹងវាឆ្ងាញ់ណាដោយសារតែឃ្លានទេហ្នឹងហើយអារោគហ្នឹងវាធ្វើឲ្យចង់អញ្ចឹងណាហ្នឹងហើយដល់ចង់ទៅវាសម្គាល់ថាល្អវាសម្គាល់ថាស្អាតវាសម្គាល់ថាឆ្ងាញ់ហើយតែឃ្លានឆ្ងាញ់ហ្នឹងហើយ
ហើយអានេះមេតោះទៀតណាវាចង់បរិភោគចំណីតោះទៀតគ្រឿងញៀនគ្រឿងស្រវឹងហ្នឹងទៅទៀតព្រោះទិដ្ឋិតណ្ហាហ្នឹងវាជាការញៀនវាជាការញៀនដូច្នេះវាឲ្យសម្គាល់ឃើញថាវាត្រូវបរិភោគខ្សែផ្សោយអញ្ចឹងហ្នឹងហើយវាដូចអ្នកញៀនបារីអញ្ចឹងថាអត់មិនបានណាវាចង់ណាតែវាចង់អាក្លិនហ្នឹងណាចង់បឺតប្រហុយហ្នឹងណាដូចញៀនស្រាអញ្ចឹងណាញៀនអីណាគុណចាស់ជ្រាបហើយណាអាការញៀនហ្នឹងវាឲ្យសម្គាល់ថាអាហ្នឹងវាឆ្ងាញ់ហ្នឹងហើយញៀនស្រាទៅឆ្ងាញ់នឹងរសជាតិទៅឆ្ងាញ់នឹងតវឹងអញ្ចឹងទៅបានមានកម្លាំងបរិភោគខ្សែផ្សោយកាមគុណអីផ្សេងអញ្ចឹងទៅហ្នឹងហើយគឺដោយសារវាមានអាការញៀនហ្នឹងប៉ុន្តែពុទ្ធបរិស័ទយើងនេះគុណចាស់អត់ឆាន់បរិយហើយដឹងថាបរិយហ្នឹងជាទោសទៀតអត់ឆាន់ស្រាហ្នឹងហើយដឹងថាស្រាហ្នឹងជាទោសទៀតអាហ្នឹងគ្រាន់តែទោសសម្រាប់រូបកាយហើយសូរាអីហ្នឹងក៏ហ្នឹងឯងតេតងសិក្ខាបទទៅទៀតយើងក៏មានសិលហ្នឹងវាចាសូរាហ្នឹងទៅទៀតហ្នឹងឯងហើយវាអត់ចង់នៅទៅទៀតអញ្ចឹងបានយើងដឹងថារបស់ហ្នឹងមិនគួរបរិភោគខ្សែផ្សោយទេយើងដឹងអញ្ចឹងយើងដឹងបារីស្លាមលូអីណាញាតិញោមលោកយាយធ្លាប់ញៀនមានកតាំងស្លាប្រអប់ប្រាក់ប្រអប់អីទៀតសឹងតែបង្អួតប្រអប់ស្លាគ្នាទៀតចឹងតែវាសម្គាល់ថាវាពិសេសណាវាអាការញៀនហ្នឹងវាធ្វើឲ្យសម្គាល់ថាហ្នឹងអត់មិនបានអញ្ចឹងណាហើយគ្រឿងញៀនហ្នឹងវាមិនមែនតែប៉ុណ្្នឹងទេអាហ្នឹងយើងគ្រាន់តែលើកមកងាយស្ដាប់រឿងបារីមលូស្លាស្រាអីហ្នឹងណាប៉ុន្តែអ្វីផ្សេងទៀតដែលវាជាអារម្មណ៍របស់ទិដ្ឋិតណ្ហានេះដូចគ្នាអញ្ចឹងចឹងដោយសារថាយើងវានៅត្រេកអរនៅស្រឡាញ់ហ្នឹងដោយសារយើងនៅញៀនណាយើងអត់ញៀនស្រាមែនយើងអត់ញៀនបរិយមែនប៉ុន្តែអ្វីដែលយើងត្រេកអរស្រឡាញ់ពេញចិត្តហ្នឹងអាហ្នឹងទិដ្ឋិតណ្ហាហ្នឹងជាការញៀនហើយហ្នឹងដែលមិនតាន់បានបន្សាបទៅដោយពធធ្វើឲ្យយើងសម្គាល់ថាគួរឲ្យយើងស្រឡាញ់គួរឲ្យយើងត្រេកអរគួរឲ្យយើងណែបណិតគួរឲ្យយើងក្រេបជញ្ជក់នៅរសជាតិរូបសម្លេងក្នុងផោថពៈហ្នឹងអាហ្នឹងហើយដោយសារទិដ្ឋិតណ្ហាយើងមិនញៀនស្រាមិនញៀនបរិយមែនប៉ុន្តែអ្វីដែលយើងពាល់ត្រូវដោយសម្ផស្សនេះហ្នឹងហើយសម្ផស្សផ្លូវកាយណាអាហ្នឹងឯងយើងផ្ញើសេចក្តីសុខនឹងសម្ភាសៈនេះហើយដល់ទៅវាមិនបានដោយបំណងប្រាថ្នាឬក៏ត្រូវឈឺអីទៅយ៉ាងណាឬក៏ចាស់អីទៅនឹងទៅវាតោមនោះព្រោះវានឹកឃើញធ្លាប់សនុកធ្លាប់សុខធ្លាប់ស្រួលដោយសារកាយសម្ផស្សហ្នឹងហ្នឹងឯងហ្នឹងឯងសេចក្តីទុក្ខតោមនោះផ្លូវចិត្តហ្នឹងច្រើនទៅហ្នឹងឯងអាហ្នឹងដែលយើងផ្ញើសេចក្តីសុខនឹងសម្ភាសៈនឹងភ្នែកជាច្រមុះអណ្ដាតហើយនឹងប្រសាទកាយប្រសាទនេះសម្ភាសៈនេះដែលសុខតាមផ្លូវកាយហ្នឹងហើយយើងត្រេកអររីករាយជាមួយនឹងសេចក្តីសុខហ្នឹងហើយវាមិនចេះតែបានសំដូចបំណងប្រាថ្នាឯណាដល់ទៅអនិច្ចារម្មណ៍ទៅវាទៅជាទុក្ខវេទនាចាស់ក្រំគ្រាអីចឹងទៅវាមានបានសម្ផស្សសុខអីហ្នឹងទៅទៀតឯណាត្រូវទុក្ខត្រូវលំបាកហើយបានថាត្រូវវឹកហាត់អប់រំចិត្តសម្បើមណាទៀតដោះស្រាយនៅពេលដែលវ័យក្នុងលោកហ្នឹងដែលបានមកប្រកាសតាមផ្លូវភ្នែកជាច្រមុះអណ្ដាតកាយចិត្តហ្នឹងវាមិនចេះតែដូចអ្វីដែលយើងពេញចិត្តហ្នឹងនៅមកឲ្យយើងរហូតណាវាកន្លងទៅហើយអ្វីដែលវាមកថ្មីទៀតហ្នឹងយើងតល់តែវឹកហាត់អប់រំចិត្តទទួលបានក្នុងបច្ចុប្បន្នហ្នឹង
ដោយមិនចាំបាច់ទៀមទាអ្វីដែលធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលធ្លាប់សប្បាយធ្លាប់ឆ្ងាញ់អីដែលកន្លងទៅទេឲ្យកន្លងទៅចុះហើយយើងព្រមទទួលបានអ្វីដែលកំពុងប្រកបនឹងអីក៏បានដែររូបសម្លេងក្លិនរសផតពៈធម្មអារម្មណ៍នឹងសតិរលឹកបានគឺក្រេបយកសច្ចៈរស់មិនយកសេចក្តីសុខត្រង់ដែលពេញចិត្តទេហើយតែយកសេចក្តីសុខត្រង់ពេញចិត្តវាមុខវាតោះហើយណាកើតទុកនឹងស្អប់កើតទុកនឹងតោះនឹងតែនេះក្រេបយកសច្ចៈរស់អ្វីក៏មានសច្ចៈរស់ដែររស់គឺសច្ចៈហ្នឹងហេតុផលបរមត្តអត់មានអ្វីដែលប្រកបតាមផ្លូវភ្នែកជាចមនដាតកាយចិត្តហើយមិនមានសច្ចៈរស់នោះទេហើយមុននឹងបាននៅអមតៈរស់ហ្នឹងគឺតលតែបានសច្ចៈរស់ជាមួយនឹងសភាវៈនឹងសិនហ្នឹងឯងតាមរយៈនៃវិបស្សនាហ្នឹងឯងហើយមុននឹងបានវិបស្សនាហ្នឹងក៏តលតែបានធម្មរស់អត្ថរស់តាមរយៈនៃពធហ្នឹងឯងជាបញ្ញត្តិណាអត្ថបញ្ញត្តិហ្នឹងអត្ថគឺអនមនោទ្វេរវិថីហ្នឹងកាន់យកអត្ថផ្ដាប់ពធយកអត្ថសេចក្តីនៃពធហ្នឹងឯងអត្ថនៃពុទ្ធដីកាពុទ្ធភាសិតហ្នឹងពុទ្ធដីកាហ្នឹងគឺសុភាសិតហ្នឹងគឺធម្មៈដល់អត្ថសេចក្តីនៃធម្មៈហ្នឹងហ្នឹងឯងធម្មវេទអត្ថវេទហ្នឹងយើងដឹងធម្មៈដឹងអត្ថដឹងសេចក្តីហ្នឹងអាហ្នឹងតើយើងក្រេបយកនៅធម្មរស់ហ្នឹងឯងដោយព្រះនាងព្រះមហាបជាបតិកោតមីព្រមេតិឆាលំដែងក្នុងថេរយាបទានណាបៃដកលេខ76ហ្នឹងហើយនិយាយអំពីរូបកាយរបស់ព្រះអង្គហ្នឹងខ្ញុំម្ចាស់ជាព្រមេតាហ្នឹងបានថ្វាយនៅទឹកដោះហ្នឹងហើយហើយធម្មកាយនៃខ្ញុំម្ចាស់ហ្នឹងគឺថាបានដោយទឹកដោះគឺព្រះធម៌ដែលព្រះអង្គជាប្របីតាហ្នឹងឯងទឹកដោះរបស់ប្របីតាគឺព្រះធម៌ទាំងអញ្ចឹងទឹកដោះរបស់ខ្ញុំម្ចាស់ហ្នឹងគ្រាន់តែបំបត្តិការស្រេកឃ្លានមហុតតាំងមកផ្លេតទេមហុតតាំងតណ្ហាសមណੰហ្នឹងឯងឲ្យស្ងប់រងាប់នៅចំណងហ្នឹងតែមកផ្លេតទេមើលក្នុងបៃដកលេខ76ថេរយាបទានទំព័រ48ក្នុងនិតមើលប្រមាណគាថាហ្នឹងហ្នឹងឯងពីរោះទៅប៉ុណ្ណាទំព័រ48ខ្ញុំណាមើលមកតាមផ្លូវរំលឹកតិចតែបានមកគាថាហ្នឹងតង់មហុតតាំងនោះតែមកផ្លេតហ្នឹងឯងតណ្ហាសមណੰហ្នឹងវាស្ងប់រងាប់នៅចំណងតែបាននៅមកផ្លេតទេហ្នឹងឯងហ្នឹងក្នុងខៃរាំងខ្វាំងបាយិតោមេយីណាបាយិតោហ្នឹងបៅបាយិតោហ្នឹងក្នុងទីនេះប្រែថាបៅហ្នឹងហើយបៅខៃរាំងហ្នឹងទឹកដោះហ្នឹងមេយាហ្នឹងគឺថាខ្ញុំម្ចាស់ហ្នឹងបានថ្វាយដល់ព្រះអង្គគឺថាទឹកដោះហ្នឹងឯងក្នុងបៃដកលោកសេទឹកខ្សេណាកជើងសស្អីរោហ្នឹងហ្នឹងឯងខៃរៈហ្នឹងឯងចឹងថ្វាយទឹកដោះហ្នឹងហ្នឹងឯងហ្នឹងខៃរាំងខ្វាំងបាយិតោមេយីណាខ្ញុំម្ចាស់ហ្នឹងបានបំបៅណាបាយិតោហ្នឹងបំបៅខៃរាំងណាខៃរាំងទឹកដោះហ្នឹងហ្នឹងឯងទឹកដោះគ្រាន់ថាពាក្យសម្រាប់រាជសព្ទអញ្ចឹងទៅខៃរាំងខ្វាំងព្រះអង្គនឹងឯងចឹងបានបំបៅទឹកដោះថ្វាយព្រះអង្គហ្នឹងគឺបានស្ងប់រងាប់ត្រឹមតែមហុតតាំងណាមហុតតាំងតណ្ហាសមណੰក៏ប៉ុន្តែណាតាយាហੰហ្នឹងឯងគឺព្រះអង្គផងខ្ញុំម្ចាស់ផងតាយាហੰហ្នឹងទៅ
សន្តមច្ឆន្តាំងគឺសន្តាំងវាស្ងប់រងាប់អច្ឆន្តាំងហ្នឹងវាមានចំណែកតែម្យ៉ាងដល់ក្រៃលែងណាស្ងប់រងាប់ហ្នឹងសន្តមច្ឆន្តាំងហ្នឹងឯងហ្នឹងដែលធម្មខៃរំបេបាយិតាណាហ្នឹងឯងព្រះអង្គបំបៅដោះខ្ញុំម្ចាស់ហ្នឹងហើយតាយាហាំងហ្នឹងហើយព្រះអង្គបានបាយិតាបំបៅខៃរំបេណាហ្នឹងហើយធម្មខៃរំបេហ្នឹងហើយទឹកដោះប្រធัวហ្នឹងគឺចេញពាក្យទឹកដោះប្រធัวធម្មខៃរំបេធម្មខៃរំបេបាយិតាព្រះអង្គបានបំបៅទឹកដោះប្រធัวឲ្យដល់ខ្ញុំម្ចាស់ហើយអត់មែនមហុតតាំងទេហ្នឹងហើយអត់មែនមហុតតាំងតណ្ហាសមណង្គទេនេះគឺថាសន្តមច្ឆន្តាំងហ្មងចាគឺថាស្ងប់រងាប់បាត់នៅការស្រេកឃ្លានហ្នឹងគឺជារៀងរហូតណាអញ្ចឹងទឹកដោះពធัวហ្នឹងគឺអីពោធិបក្កយធัวធម្មខៃរំបេហ្នឹងណាហ្នឹងហើយព្រះអង្គបានបំបៅទឹកដោះព្រះធัวគឺពោធិបក្កយធัวហ្នឹងឯងតាមរយៈដែលព្រះអង្គទ្រង់សម្ដែងព្រះធัวហ្នឹងណាហ្នឹងឯងហើយខ្ញុំម្ចាស់បានស្ដាប់ទៅប្រតិបត្តិជាធัวជាវិន័យជាសត្ថសាសនាទៅហ្នឹងឯងពោធិបក្កយធัวហ្នឹងក៏កំចាត់បងនៅតណ្ហាគឺការស្រេកឃ្លានហ្នឹងឯងគឺមិនមែនមហុតតាំងទេគឺជារៀងរហូតហ្នឹងឯងហ្នឹងមហុតតាំងគ្រាន់តែមកពេលមកគ្រាទេកូនហ្នឹងឆែទៅរួចទៅក៏ដល់ពេលបើដោះទៀតទៅហ្នឹងឯងតែដល់ទៅខ្ញុំម្ចាស់បានស្ងប់រងាប់នៅតណ្ហាហ្នឹងតណ្ហាសមណង្គហ្នឹងគឺថាសន្តមច្ឆន្តាំងទៅតែម្ដងហ្នឹងឯងអាហ្នឹងគឺរៀបរាប់ពីដែលថាទឹកហើយនៅវត្តលងវិលក៏រៀបរាប់ពីផ្ទះណាផ្ទះ4ហ្នឹងឯងហ្នឹងមានអាម៉ាហូមហើយគាត់ណាហ្នឹងឯងចេញថ្ងៃមិញម៉ោងម៉ាន1អីហ្នឹងហ្នឹងឯងហើយពីផ្ទះ4ណាហ្នឹងឯងក្នុងគួរនៃមេត្តាតែផ្លូវនៃមេត្តានឹងព្រមវិហារធัวនៃមេត្តាប្រឹងប្រែងធ្វើកិច្ចការងារហ្នឹងហើយនឹងផ្ទះលំនៅឋាននឹងភូមិគ្រឹះហ្នឹងហ្នឹងឯងឥឡូវនិយាយពីទឹកហ្នឹងឯងទឹក4ដែរណាហ្នឹងឯងទឹក4ដែរទឹកដោះមិញមួយទៅហ្នឹងឯងតាមរយៈដែលយើងបានសិក្សាពធัวនេះហ្នឹងគឺយើងបើដោះព្រះសម្មាសម្ពុទ្ធដោះព្រះធัวហ្នឹងឯងសូម្បីព្រះអង្គបរិនិព្វានទៅក៏ទឹកដោះនៅមានមកសប្តាហ៍ថ្ងៃហ្នឹងតាមរយៈនៃបត្រៃ3ដកហ្នឹងឯងហើយយើងសិក្សាទៅក្រេបជញ្ជក់ទៅយើងបានពោធិបក្កយធัวហ្នឹងឯងនឹងបានកម្ចាត់បងនៅការស្រេកឃ្លានហ្នឹងជារៀងរហូតតណ្ហខយោសពទុក្ខំជានេតិការអស់ទៅនៃតណ្ហាហ្នឹងគឺជាព្រះនិព្វានហ្នឹងឯងចឹងបានសម្បត្តិព្រះនិព្វានហ្នឹងយើងមានទៀមទាអីទៀតហ្នឹងហើយក៏ដូចតែព្រះអង្គគង់ប្រថាប់នៅប្រទានអមតៈមហានិព្វានតាមរយៈនៃពធัวដែលទូមានព្រានបដៅអញ្ចឹងអមតន្តតោចសោហោតេយោធម្មមនុស្សាសតិបុគ្គលណាដែលទូមានព្រានបដៅនៅពធัวហ្នឹងបុគ្គលនោះឈ្មោះថាឲ្យនៅអមតៈហ្នឹងឯងហើយព្រះអរថាលោកចែកជា5គុណចាស់ហ្នឹងឯងគឺ1បង្រៀនអត្ថកថា2បង្រៀនបាលី3ឆ្លើយតបបញ្ហាពធัว4ប្រាប់កម្មដ្ឋានហើយនឹង6ធ្វើនៅការស្ដាប់ព្រះធัวស្ដាប់រៀនខ្លួនឯងហ្នឹងក៏ឈ្មោះថាទូលមានព្រានបដៅពធัวដែរ
บ่តតែស្ដាប់តតែរៀនទៅបានមានការចេះដឹងហ្នឹងហើយបូជាអ្នកស្ដាប់ពធហ្នឹងក៏ឈ្មោះថាបូជាពធដែរអ្នកស្ដាប់ពធហ្នឹងបានការចេះដឹងពធហ្នឹងឯងដែលបន្តអាយុនៃពុទ្ធសាសនា5មុខហ្នឹងព្រះថាលោកបញ្យលក្នុងយោធម្មំអនុសាសតិដែលព្រះអង្គថាយោធម្មៈមនុសាសតិហ្នឹងគឺចែកជា5ហ្នឹងគុណចាស់ខំប្រឹងរៀនខំប្រឹងសិក្សាហ្នឹងឈ្មោះថាបានទទួលមរតកអំពីព្រះអង្គមកហើយបានថែរក្សាពធជាមរតកចិត្តតិចណាគុណចាស់មើលជាង2000ឆ្នាំទៀតបងប្អូនកូនចៅរាប់លានកោតអ្នកចូលកាន់ភ្លោះក៏រាប់មិនអស់ហើយឧបាសកបាសិកាទៀតដែលបានទទួលព្រះធម៌បន្តពីប្រគុណម្ចាស់ទៅហ្នឹងដែលខំសិក្សារៀនសូត្រហ្នឹងហើយពុទ្ធបរិស័ទយើងទំនុកបំរុងបច្ច័យ4ហ្នឹងគឺឈ្មោះថាយើងបូជាព្រះសង្ឃហើយក៏បូជាព្រះធម៌ហ្នឹងដែរព្រោះព្រះសង្ឃគង់នៅសិក្សាព្រះធម៌បានព្រះធម៌ជាព្រះសាស្តាជំនួសព្រះអង្គទៀតឈ្មោះថាយើងបូជាព្រះសម្មាសម្ពុទ្ធទៀតហើយសប្បាយចិត្តប៉ុណ្ណាទៅឱកាសពេលវេលាហ្នឹងអាចជាជាតិចុងក្រោយដែលយើងបានមានឱកាសធ្វើបែបហ្នឹងណាអាចជាជាតិចុងក្រោយអាចជាខែចុងក្រោយអាចជាថ្ងៃចុងក្រោយដែលយើងបានធ្វើការទំនុកបំរុងព្រះសាសនាស្លាប់ទៅកាន់សុគតិសួគ៌ទេវលោកទៅសម្រេចមគ្គផលទៅទេវតាសម្រេចអនាគាមិផលត្រូវជាយត់ភ្លាមទៅកម្មសទ្ធាវៈហើយបើសម្រេចព្រះអរហន្តត្រូវបរិនិព្វានភ្លាមនៅទេវលោក6ជាន់ហ្នឹងថ្នាក់លើហ្នឹងហើយបើនៅព្រហ្មលោកហ្នឹងជាព្រះអរហន្តព្រហ្មហ្នឹងគឺនៅរហូតដល់អស់អាយុហ្នឹងហើយប៉ុន្តែបើទេវតាថ្នាក់ក្រោមភូមិទេវតាកាសទេវតាអីហ្នឹងសម្រាប់ជាព្រះអនាគាមីក៏នៅព្រះអរហន្តជាព្រះអរហន្តក៏នៅដែរហ្នឹងក្នុងអត្ថកថាចូលវច្ចកោតសោតខាងដើមបៃដកលេខ24ព្រះពេកវៈហ្នឹងហ្នឹងហើយយើងនឹកមើលការងារដែលយើងបានទំនុកបំរុងព្រះសាសនានេះមិនមែនដូចថារួចពីព្រះសាសនាហ្នឹងទៅយើងនៅអាចថាទំនុកបំរុងព្រះសាសនាអីព្រះអរិយមេត្រីឬក៏ព្រះសម្មាសម្ពុទ្ធក្រោយអីទៅទៀតអាចថាយើងបរិនិព្វានក្នុងទេវលោកព្រហ្មលោកចឹងទៅយើងខានបានធ្វើការងារទំនុកបំរុងព្រះសង្ឃនេះហើយទំនុកបំរុងព្រះសង្ឃថែរក្សាព្រះសាសនាគួរឲ្យសុបាយទេអត់មានការងារអីធំដុំជាងនឹងទៀតណាការងារទាំងអស់ការងារទេវតាប្រអិនប្រព្រំណាក៏ដោយហ្នឹងឯងចាំបាច់និយាយអីការងារក្នុងមនុស្សលោកយើងអីហ្នឹងឯងមិនមែនទេទៅកសាងកក្រឹកកក្រែងទៅឆ្លោះគ្នាទៅទម្លាយដោយអាវុធបល័យលោកអីណានៃតិចខ្ទីទៅទម្លាយទាំងមនុស្សធម៌ឬក៏កុសលធម៌សម្មាទិដ្ឋិអីហ្នឹងហ្នឹងហើយអញ្ចឹងការងារដែលគួរឲ្យយើងសប្បាយរីករាយហ្នឹងគឺការងារគាំទ្រទំនុកបំរុងបរតនត្រ័យពុទ្ធធម៌ព្រះសង្ឃហ្នឹងឯងមើលមានការងារអីគួរឲ្យយើងសប្បាយរីករាយជ្រះថ្លាជាងនឹងទៀតហើយកន្លងមកហើយមិនដឹងយើងបានធ្វើបណ្ណារួចហើយណាយើងមានពពេនិវាសានុសតិញាណទៅបានយើងដឹងអនាគតសញ្ញាណដឹងអនាគតទៅប៉ុន្តែឥឡូវយើងដឹងត្រឹមថាជាតិនេះអាចជាជាតិចុងក្រោយដែលយើងបានចូលរួមទំនុកបំរុងព្រះសាសនាវាអាចហ្នឹងអាចជាជាតិចុងក្រោយហើយជាតិហ្នឹងវាអាចក្នុងឆ្នាំហ្នឹងជាឆ្នាំចុងក្រោយនៅប្រហែលខែទៀតក៏យើងអត់ដឹងខែហ្នឹងអាចជាខែចុងក្រោយនៅប្រហែលថ្ងៃទៀតក៏អត់ដឹងហ្នឹងហើយអាហ្នឹង
វិជាការពិតសម្រាប់យើងរៀងខ្លួននេះយើងគ្រាន់តែគិតថាហើយយើងទៅតែ50អាចនៅ10ឆ្នាំ20ឆ្នាំអីទៀតអាហ្នឹងវាមានអ្នកនៅចឹងមែនដល់7ជាង8ជាងអីចឹងណាប៉ុន្តែវាជារឿងអ្នកដែលនៅយើងមានអីដែលអាចដឹងបានខ្ញុំណាអីហ្នឹងទៅអញ្ចឹងហ្នឹងឯងrồi យើងធ្លាប់ជួបរឿងអីដូចថាហ៊ីហ៊ូអីចឹងណាអីក៏ឆាប់ម្លេះអីក៏លឿនម្លេះអីចឹងរឿងផ្លែកអីមកដល់ពឹបចឹងណាអ្នកនេះរឿងនេះអ្នកនោះរឿងនោះអីហ្នឹងឯងលោកម្ចាស់អង្គគ្រូល្បីអីចាក់សិក្ខាបទអីចឹងស្រាប់តែលឺមកដល់វឹបអីចឹងទៅអាហ្នឹងគឺឧទាហរណ៍ណាហើយឬក៏ថាអង្គនេះអង្គនោះមានរឿងនេះរឿងនោះអីចឹងឬក៏ត្រូវអស់ជីវិតអីចឹងវាមានរឿងវឹបមកដល់ថ្មីចឹងហ្នឹងឯងហើយស្រាប់តែថារឿងយើងបាត់បង់ជីវិតទៅហ្នឹងឯងយើងបាត់ទៅវាអត់បាននៅដឹងអីប៉ុន្តែញាតិមិត្តតាមបងប្អូនអីហ្នឹងក៏បានដឹងអាហ្នឹងរឿងហ្នឹងវាអាចកើតឡើងអញ្ចឹងគឺយើងគ្រាន់តែសំការរស់បានថ្ងៃហ្នឹងហើយសំមើលទៅយើងក៏ដឹងអីតាមផ្លូវអីទៅភ្នំពេញវិញអីចឹងហ្នឹងឯងគ្រោះថ្នាក់យ៉ាងណាអីក៏បានទៅទាំងអស់ហ្នឹងឯងឬក៏តាមយន្តហោះអីចឹងទៅហ្នឹងឯងគឺយើងមិនទៀមទាអីលហេមលហាមក្នុងចិត្តអីទេគ្រាន់តែថាយើងសំបាននៅដល់ថ្ងៃស្អែកទៀតហ្នឹងឯងហ្នឹងគឺកំណត់រូបធម៌នាមធម៌លះអត្តានុទិដ្ឋិដោយអំណាចនៃវិបស្សនាហ្នឹងអញ្ចឹងបាននិយាយតទៅទៀតបន្តអំពីទឹកដោះទឹកដមបេះដូងណាហ្នឹងហើយអាហ្នឹងខ្ញុំណាដាក់ឈ្មោះទៅទេចង់និយាយពីសិលហ្នឹងហើយទឹកចិត្តហ្នឹងចង់និយាយដល់សមាធិព្រោះគោលការណ៍ពុទ្ធសាសនាមានសិលសមាធិបញ្ញាហ្នឹងឯងធម្មប្រមាណៈហ្នឹងចឹងហើយគ្រាន់តែថាប្រៀបទៅនឹងទឹកពធទេសនាបត្រៃ3ដកហ្នឹងគឺថាជាទឹកដោះទៅដោយយើងបើដោះម្ដាយហ្នឹងចឹងទៅប៉ុន្តែនេះទឹកដោះព្រះសម្មាសម្ពុទ្ធហ្នឹងហើយទឹកដមបេះដូងគឺដែលយើងមានសិលហ្នឹងឯងទៅសំខាន់ណាសភាពនៃចិត្តយើងដែលទន់ភ្លន់វាចាកនៅអំពើកាចសាហាវទៅដោយប្រការផ្សេងនេះទឹកដមបេះដូងចឹងតែយើងវាចាបាណារិបាតវាចាទនេទៀតនេះគឺស្លូតត្រង់ណាតែប្រព្រឹត្តទៅក្នុងសភាពដែលថាយើងមិនឲ្យអ្នកដទៃភ័យខ្លាចអីនឹងវិនិច្ឆ័យទ្រព្យសម្បត្តិវិនិច្ឆ័យជីវិតអីទៅនោះទេហ្នឹងហើយទៅងាយណាយើងដល់ទៅយើងឃើញតម្លៃនៃព្រះមច្ចរិយធម៌ដោយព្រះគុណចាស់ឲ្យតែបានគង់បញ្ជន់នៅមួយថ្ងៃហ្នឹងសិលសមាធិបញ្ញាហ្នឹងក្រៃលែងបណ្ណាទៅអត់ចាំបាច់ទៀមទាអីពីអ្នករតីអីទេមិនដឹងថាទៅទៀមទាស្អីពីអ្នករតីឲ្យមានតម្លៃដោយសិលសមាធិបញ្ញានេះនោះហើយសិលសមាធិបញ្ញាយើងអាចធ្វើឲ្យខ្លួនឯងបានដោយសារថ្ងៃហ្នឹងយើងប្រគុណចាស់ឆាន់រួចហើយថ្ងៃមិញតែប៉ុណ្ណឹងគឺដឹងថ្ងៃហ្នឹងគឺអត់អស់ជីវិតនឹងអត់បាយទេពាក្យធម្មតាថាគឺមិនស្លាប់នឹងអត់បាយទេថ្ងៃហ្នឹងហើយរួចទៅ24ម៉ោងហ្នឹងឯងគុណចាស់ប្រើប្រាស់ពេលវេលាយប់តទៅទៀតបឋមយាមទៅអាចសឹងអីក្នុងមជ្ឈិមយាមរួចទៅម៉ោង2ម៉ោង3តើនឡើងរហូតចឹងទៅពេលវេលាសិលសមាធិបញ្ញាហ្នឹងអាចធ្វើឲ្យខ្លួនឯងបានហើយទៅទៀមទាស្អីពីអ្នករតីរឿងអីទោះជាអ្នករតីហ្នឹងពោលស្ដីថាអីក៏ដោយនៅតែគិតថាអ្នករតីហ្នឹងល្អទៅពួកគេអត់បានមកគិតសម្រាប់យើងណាប៉ុណ្ណឹងគិតថាគេល្អទេអាហ្នឹងគឺនៅក្នុងបណ្ណោវាទសោត3ដកលេខ28
ហើយមិនមែនសម្រាប់តែព្រះប៉ុណ្ណាទេយើងអប់រំទូមានចិត្តទៅយើងអាចប្រព្រឹត្តទៅបានមិន 100% អីក៏ថាយើងរៀនយើងវឹកហាត់ហ្នឹងហើយឲ្យតែយើងបានដឹងថាបត្រៃណគុំនឹងមានតម្លៃនៅក្នុងកណ្ដាប់ដៃយើងសិលយើងអាចរក្សាបានអញ្ចឹងទៅបើថាវាតោមនោះអីខ្លះក៏អត់ធន់ទៅណាកុំតបកុំតអីឲ្យរឿងហ្នឹងវាជាប់ត្រឹមយើងហ្នឹងទៅឲ្យមកដល់យើងវារលត់ទៅណាភ្លើងហ្នឹងណាមិនឲ្យឆេះរៀលពីយើងទៅទៀតអញ្ចឹងណារួចទៅយើងបានអានិសង្សសប្បាយចិត្តហើយដោយសេចក្តីអត់ធន់ហ្នឹងហើយតែងាយណាស់រៀលមកដល់យើងរៀលពីគេមកដល់យើងរលត់ត្រឹមយើងឬក៏មិនបានរៀលពីយើងនឹងទៅឆេះតទៅឲ្យអ្នករតីទុកលំបាកអីទៅរៀនអញ្ចឹងរៀនកុំឲ្យពាក្យសម្ដីយើងជាពឹសកុំឲ្យនិយាយដោយអាសេរពឹសកុំឲ្យចាក់ដោតគេដោយលំពេងគឺមាត់កុំឲ្យសម្ដីយើងទៅជាពឹសកុំដុតខ្លួនឯងដោយការគិតកុំដុតញាតិមិត្តដោយសម្ដីយកឈ្នះខ្លួនឯងដោយខន្តីឈ្នះអ្នកដទៃដោយមេត្តាហ្នឹងហើយហ្នឹងសត្វតែមានពុទ្ធរិកាប៉ុណ្ណាខ្លឹមសារហ្នឹងណាអង្គសម្ដែងអាកោតថេនអ្នកជីនេកោតធាំងណាឈ្នះអ្នកដទៃដែលក្រោតហ្នឹងដោយការមិនក្រោតមេត្តាព្រះអង្គទៅរកបាសិកាឧត្តរាហ្នឹងឲ្យចូលមេត្តាឈានវឹបហ្នឹងហើយទឹកដោះអាក្តៅកំពុងពុះយកមកចាក់លើអត់រលាអីណាហ្នឹងហើយមេត្តាឈានការពារអន្តរាយហ្នឹងហើយនឹងកុំឲ្យកាយវិចាររបស់យើងនឹងធ្វើឲ្យអ្នកដទៃកើតទុក្ខយើងវាបាណារិបាតវាអត្តនេទានហើយមានទឹកដមបេះដូងហើយមានទឹកចិត្តថែមទៀតហ្នឹងហើយទឹកទី3ទឹកចិត្តណាគេថាមេត្តាចិត្តក្នុងការរក្សាអ្នករតីហ្នឹងក៏ជាការរក្សាខ្លួនឯងហើយបើទឹកទី4គឺទឹកសុទ្ធនេះឯងហ្នឹងហើយញ៉ាំណាមានបំណងយកអត្តន័យយកសេចក្តីក្នុងសិលសមាធិបញ្ញានឹងឯងដើម្បីប្រៀបទៅនឹងទឹកហ្នឹងចាព្រឹកមិញនិយាយពីផ្ទះហ្នឹងក៏នៅតែក្នុងសិលសមាធិបញ្ញាហ្នឹងឯងនៅក្នុងផ្ទះគឺគួរមេត្តាហ្នឹងគឺថាជាផ្ទះសិលណាមានការប្រព្រឹត្តទៅនៅក្នុងសិលក្នុងកម្មបទប្រព្រឹត្តទៅអប់រំដោយសិលហ្នឹងហើយបានប្រសូតមកដោយអំណាចសិលហ្នឹងមានបៃតិបាមកជាទៅបាសទ្ធិសុខៈទៅមានសមថវិបស្សនាដូចជាផ្លូវម៉ែទាំងគូចឹងទៅហើយដល់សមថវិបស្សនារមែងមានការបង្អោនទៅរកព្រះនិព្វានហើយដោយយើងហ្នឹងគឺចិត្តកម្ដៅយកចិត្តដែលថែរក្សាដោយសិលហ្នឹងសិលប្រព្រឹត្តទៅគ្រប់គ្រងកាយវិចារមែនប៉ុន្តែបើអត់ចិត្តមានសិលមកពីណាហ្នឹងហើយហ្នឹងដោយត្រង់គឺរក្សាកាយវិចារតែដោយអមណាក្នុងការថែរក្សាហ្នឹងគឺដូចជាយើងនៅក្នុងផ្ទៃនៃមេត្តាអញ្ចឹងហ្នឹងត្រូវមេត្តាថែរក្សាគួរហ្នឹងគឺថែរក្សាយើងនឹងឯងយើងបានទីក្តីសុខនៅក្នុងគួរហ្នឹងដែលមេត្តាបិតាគាត់ពិសាអីក៏ប្រយ័ត្នប្រយែងអាហារអីហ្នឹងកុំឲ្យគ្រឿងញៀនគ្រឿងស្រវឹងកុំឲ្យអាហារក្តៅអីចឹងទៅគាត់ប្រយ័ត្នប្រយែងអេរិយាបថអីហ្នឹងថ្នាក់ថ្នមអីសពគ្រប់ហ្នឹងហ្នឹងឯងគឺជាការដែលយើងត្រូវរក្សាចិត្តរបស់យើងណាមិនឲ្យចិត្តហ្នឹងវាចម្រើនទៅដោយអាកិលេសក៏ក្រោតក៏ក្រៀតប្រព្រឹត្តកាយទុច្ចរិតវិជ័យទុច្ចរិតហ្នឹងវាចេញតែពីកិលេសខាងក្នុងដែលវាក៏ក្រោតក៏ក្រៀតទៅហ្នឹងឯង
ដូច្នេះដល់ទៅមានសិលទៅគឺគ្រប់គ្រងមិនឲ្យកិលេសហ្នឹងវាស្ទុះឡើងវាផុសផុលឡើងប្រព្រឹត្តកាយទុច្ចរិតវិជ័យទុច្ចរិតទេអាហ្នឹងគឺថាអប់រំទូលមានចិត្តបង្ក្រាបបង្គ្រួបដូចថាចង់ចំណៃតោះយ៉ាងត្រូវអត់ធន់ដើម្បីសិលហ្នឹងណាសេចក្តីអត់ធន់ហ្នឹងគឺដើម្បីរក្សាសិលហ្នឹងកុំឲ្យសៅមងសិលកុំឲ្យដាច់សិលហ្នឹងត្រូវអត់ធន់តមចំណៃតោះហ្នឹងវាចង់លមូលខ្លួនអីក៏ដោយតែហ្នឹងហើយរបៀបដូចថារមាស់អញ្ចឹងគ្រូពេទ្យថាកុំអេសកញ្ចក់ហ្នឹងកុំអេសហ្នឹងហើយម្ល៉េះហើយយើងទ្រាំកុំអេសហ្នឹងហ្នឹងហើយវាលំបាកទប់ទល់ជាមួយនឹងរមាស់ហ្នឹងហើយតែអេសទៅគឺថាคลายដាច់ដៃដាច់ជើងមើលមិនជាទេអញ្ចឹងកុំអេសប៉ុន្តែអាចលាបថ្នាំអាចបិទថ្នាំលេបថ្នាំបានសមថវិបស្សនាហ្នឹងវាទៅរងាប់អាមេរមាស់ហ្នឹងឯងប៉ុន្តែហាមអេសអាហ្នឹងគឺសិលហ្នឹងអញ្ចឹងសិលហ្នឹងគឺថាប្រព្រឹត្តទៅដើម្បីតមចំណៃតោះនឹងឯងតែត្រូវអប់រំសមថវិបស្សនាដើម្បីកម្ចាត់បងអាមេរមាស់ហ្នឹងឯងអាហ្នឹងទៅតមចំណៃតោះហើយដូចគ្រុនចាញ់អីចឹងពីដើមគ្រុនចាញ់ស្រាប់ទៅចង់ស្ងោមន់ច្បាច់គួយឆ្មាបុកលហុងគួយឆ្មាអីទាស់ស្លាប់ហ្នឹងឯងអាហ្នឹងចំណៃតោះអញ្ចឹងសិលហ្នឹងល្អណាស់សិលហ្នឹងគឺតមចំណៃតោះគុណចាស់នឹករលឹកថាសិលហ្នឹងហៅថាវិរតសិលអាហ្នឹងតមចំណៃតោះហើយចារតសិលប្រព្រឹត្តអបជាយនៈវិយាវច្ចៈច្រើនណាស់នៅក្នុងអត្តកថាចរិយា3ដកមើលត្រង់បកិនកវៈនឹងព្រះថាសម្ដែងវិរតសិលនិងចារតសិលហ្នឹងឯងចារិតសិលដូចយើងថែរក្សាសុខភាពហាត់ប្រាណអាហារបំពន់អីចឹងតែវិរតសិលគឺត្រូវតមចំណៃតោះត្រូវវាអ្វីទាំងអស់ហ្នឹងបើថាមិនតមទេគឺមើលមិនជាទេរោគហ្នឹងសមថវិបស្សនាអីកើតបើមិនបានតមចំណៃតោះផងហ្នឹងឯងមើលស្លាប់ដោយសារតែតោះចំណៃនឹងស្រេចបាត់ហើយហ្នឹងឯងអញ្ចឹងគឺថាតមចំណៃតោះហើយបានដាក់ថ្នាំសមថវិបស្សនានឹងមកអញ្ចឹងចិត្តយើងត្រូវថែរក្សាដោយសិលដូចជាម្ដាយរក្សាគួរអញ្ចឹងបានយើងប្រសូតមកនៅលើភ្លៅគាត់ភ្លៅមកខាងសមថៈភ្លៅមកខាងវិបស្សនានេះហើយបង្អោនចិត្តទៅរកព្រះនិព្វានអរតវិរិយោបហេតតោហ្នឹងឯងបង្អោនចិត្តទៅរកព្រះនិព្វានហ្នឹងគឺបង្អោនរស់បៅដោះម៉ែហ្នឹងឯងអមតៈរស់ណាព្រះនិព្វានណាហ្នឹងគឺប្រៀបដូចជាទឹកដោះម្ដាយហ្នឹងឯងចឹងរហូតចូលកម្មផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍អសង្ឃរង្គអសង្កុបបាំងតាំងវិធាមនុស្សព្រួអយេហ្នឹងឯងអាហ្នឹងគឺនិយាយពីផ្ទះផ្លូវម៉ែទាំងគូហ្នឹងហើយផ្ទះដែលជាវិហារធម៌ហ្នឹងគឺនឹករលឹកឃើញដែលព្រះអង្គសម្ដែងអនុសតិ6ជាវិហារធម៌របស់ព្រះអរិយសាវកមានព្រះសោតាបានហ្នឹងឯងព្រះអត្ថាលោកបញ្ជាក់ព្រះសោតាបានហ្នឹងឯងដែលមានវិហារធម៌6ពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិហើយនឹងទេវតានុសតិហ្នឹង6ហ្នឹងខាងដើមហ្នឹងអនុសតិ6ហ្នឹងហើយបើនៅក្នុងភាវេតបធัวពួក6ព្រះធម្មសេនាបតីសម្ដែងអនុសតិ6ហ្នឹងឯងថាភាវេតបធัวធัวដែលកប់3ចម្រើនក្នុង3ដកលេខ19ទសតរៈសូត្រហ្នឹងឯងសំខាន់ណាអនុសតិ6ជាវិហារធัวរបស់ព្រះសោតាបានណាតេតងដូចថាដោយច្រើនសទ្ធាចរិតហ្នឹងឯងជ្រះថ្លានឹងបរតនត្រ័យអញ្ចឹងទៅនឹករលឹកគុណព្រះពុទ្ធធម៌ព្រះសង្ឃទៅចិត្តក៏ស្ងប់រងាប់ទៅវិហារធម៌ហ្នឹងដែលព្រះពុទ្ធអង្គសម្ដែងអត្តវេទទាំងធម្មវេទទាំងទៅបានបៃតិបាមកជាបានបស្សទ្ធិទៅបានសមាធិទៅហើយធម្មសោតៈព្រះអង្គសម្ដែងដល់ធម្មសោតៈហ្នឹងឯងគឺវិបស្សនាទាំងធម្មសោតៈហ្នឹងក៏
សែពធัวហ្នឹងគឺវិបស្សនាហ្នឹងគឺនៅក្នុងអនុសតិហ្នឹងណាយើងមើលទៅគ្រប់ទាំង6ហ្នឹងពុទ្ធអង្គទ្រង់ប្រកាសសម្ដែងទទួលគ្នានឹងធម្មសោតៈហ្នឹងឯងព្រះអត្ថាលោកបញ្យលគឺខ្សែធัวហ្នឹងគឺវិបស្សនាដែលមានអនុសតិហ្នឹងជាបាតហ្នឹងឯងអញ្ចឹងក្នុងការដែលពុទ្ធបរិស័ទយើងនៅដោយអនុសតិហ្នឹងណាជាវិហេរធัวដោយដែលនិយាយពីផ្ទះនៅក្នុងគួរនៅលើផ្លូវម្ដាយនោះជាលំនៅឋានដែលយើងបដិសន្ធិមក